ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំបានធ្វើម្ហូបបានត្រីហើយក៏យកមកស្លមកជួយតឡាចមិនដឹងថាហៅឡំមកជួយអីទេបើឡំមកជួយយួនក៏មិនមែនគឺមានតែតឡាចសុទ្ធហើយត្រីនេះគឺលាងខ្ញុំធ្វើហើយក៏ខ្ញុំលាងហើយតែខ្ញុំដាក់អំបិលលាងដើម្បីមានអារម្មណ៍ថាក្លិនទាំងឆ្អាបខ្ញុំលាងអំបិលដាក់អំបិលចូលស្ទុះហើយក៏លាងអំបិលចូលស្អាតបងប្អូនទាំងអស់គ្នាមិនដឹងជារបៀបស្លបងប្អូនទាំងអស់គ្នាមិនទេតែខ្ញុំគឺធ្វើរបៀបខ្ញុំចឹងណាហើយក៏បានចេញមកបរៀនដែរគឺធ្វើវីដេអូបង្ហោះលេងទុកមើលរបៀបថាយើងស្លតាមផ្ទះរឿងខ្លួនមិនក៏ខុសគ្នាពេលខ្លះក៏ដូចពេលខ្លះក៏ខុសគ្នាហើយខ្ញុំធ្វើរបៀបហ្នឹងលាងត្រីអំបិលរួចហើយពេលយើងដាក់អំបិលលាងទៅសាច់ត្រីយើងរឹងដែរណាហើយគ្រឿងនេះរបៀបស្លខ្ញុំគឺខ្ញុំដាក់ដាំទឹកហើយដំដេងដាក់ល្ក្រូចក៏ល្ក្រៃហើយដំខ្ទឹមដាក់អំបិលចូលស្រេចខ្ញុំដាក់អំបិលជាមួយនឹងម្ជូរអំពិលចូលស្រាប់តែម្ដងគ្រឿងផ្ទះខ្ញុំមានអីច្រើនទេមានតែអំបិលខ្ទឹមម្សៅស៊ុបស្ករហើយបើស្លអីក៏ដាក់គល់លក្រៃដែរម្ជូរក៏គល់លក្រៃស្ងោរក៏គល់លក្រៃអត់តែឆាទេធ្វើបដាហូបទុំម្លឹកបដាបន្លែយើងក៏ចិត្តទុករួចអស់ហើយដែរបងប្អូនគឺខ្ញុំអត់មានបន្លែច្រើនមានតែតឡាចមួយមុខហ្នឹងស្លចាំកូនទិញពីរៀនស្លតឡាចទឹកយើងពុះហើយដល់ពេលទឹកពុះក៏ដាក់ត្រីចូលហើយក៏គ្របទុកមកសន្ទុះឲ្យត្រីយើងរៀងឆ្អិនតិចបើមើលក៏ដួសពពុះចូលខ្លះហើយក៏បងបន្លែដោយសារខ្ញុំស្លខ្ជុងនោះវាអត់សូវឃើញពុះគ្រប់អីម៉ានតែការពិតនឹងពុះខ្លាំងហើយបើខ្ញុំដាក់ត្រីចូលដល់ត្រីពុះយូរក្រានរាំងឆ្អិនហើយខ្ញុំដាក់បន្លែចូលដាក់តឡាចចូលម្ជូរតឡាចធម្មតាម្ជូរតឡាចស្រែថែមទឹកត្រីបន្តិចអត់បានដាក់ប្រហុកទេហើយខ្ញុំដាក់អំបិលបន្តិចម្សៅស៊ុបបន្តិចចូលអស់ហើយនិយាយទៅខ្ញុំអត់សូវហូបម្សៅស៊ុបធំបានទេធ្លាប់ហើយតែហូបឯណារាងធំទេមានអារម្មណ៍ថាភ្លាវបងប្អូនស្លចាប់ផ្ដើមឆ្អិនហើយក៏ស្រង់គល់លក្រៃតែ